Rương thật cái chật chó cứ chỉ rương hết ở tập bọt là khâu này dây mũi đại nị pôn làngនៅក្នុងឆ្នាំ1956រឿងនេះដែរគឺនិពន្ធដោយអ្នកនិពន្ធពីររូបគឺពៅយូឡេងនិងអ៊ំឈឿនឃើញថារឿងនេះបានលាតត្រដាងបង្ហាញឲ្យឃើញអំពីភាពពុករលួយរបស់សង្គមនៅដើមសម័យសង្គមរាស្ត្រនិយមពួកប៉ូលីសបាទនឹងថកែហ្នឹងគឺជិះជាន់គៀបសង្កត់ទៅលើប្រជាជនដែលគ្មានអំណាចតូចទាបអញ្ចឹងសង្គមនៅក្នុងសម័យណាក៏ដោយរមែងមានភាពពុករលួយតិចឬច្រើនក្តីអញ្ចឹងរឿងថកែចិត្តចោលនេះបានឆ្លោះបង្ហាញឲ្យឃើញពីភាពពុករលួយនៃសង្គមហ្នឹងគឺខ្លាំងក្លាតែម្ដងតាមរយៈលោកថកែចិត្តចោលហ្នឹងមានគំនិតទុច្ចរិតដោយប្រើពូហំឲ្យបើកឡានបុកថកែប្រកួតប្រជែងរបស់ខ្លួនហ្នឹងគឺអង្គប៉ាងហុងលេហើយសន្យាថាឲ្យលុយ 10000 រៀលប៉ុន្តែនៅទីបញ្ចប់គឺមិនឲ្យពូហំទេតែបែរជាបើឲ្យប៉ូលីសនឹងចាប់ពូហំយកទៅដាក់គុកនៅទីបញ្ចប់នៃរឿងនេះគឺជាអំពើអយុត្តិធម៌មួយក្នុងសង្គមនៅក្នុងរឿងបាទថៅកែចិត្តចោល